design បែប pop បែបតន្ត្រីបែប poster តារាឬក៏ K-pop ឬក៏នេះអីគឺ poster បែបចឹងអីចឹងសិនអ្នកអរគ្នាចង់ដូរពណ៌ចង់ដូរ color យកពាក្យថា black and white នេះអាហ្នឹងស្អាតតាចឹងចង់បានវីដេអូបែបណាទៀតអាច comment នៅខាងក្រោមចឹងនេះជាធួថ្មីទៀតហើយសម្រាប់គ្នាយើងចឹងកុំឲ្យខាតពេលយូរអ្នកអរគ្នាអាចទស្សនាវីដេអូនេះបានហើយព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតនៅត្រង់ចំណុចនៃមេរៀននេះឥឡូវខ្ញុំមានរូបភាពនេះមួយអ្នកអរគ្នាមានរូបភាពបែបណាក៏បានដែរអត់ជាបញ្ហាទេសំខាន់អាចអនុវត្តនៅមេរៀននេះបានអ្នកអរគ្នាឈរទៅលើរូបភាពនេះមកបន្តមកទៀតធ្វើការ select នេះរូបភាពនេះយកតែរូបភាពបានហើយ background យកអត់យកទេចឹងអ្នកនរគ្នាអាចធ្វើការ select បានយើងប្រើប្រាស់នៅ tool មួយនេះ mouse ស្ដាំយកពាក្យថា object selection tool នេះអូខេចុចលើវាមកហើយយើងធ្វើការឆូតពីលើចុះក្រោមបែបនេះមកដើម្បីយើង select យកតែរូបភាពនេះចឹងចាំវាបន្តិចទៅអូខេឥឡូវវា load មកចឹងបន្តមកអ្នកនរគ្នាត្រូវតែមើលថារូបភាពរបស់យើងគឺវាមានបាត់កន្លែងណាអត់ដូចរូបភាពរបស់នេះវាបាត់ចឹងយើងប្រើនៅ quick selection tool ម្ដងអូខេចូលខាងក្រោមនេះមកហើយយើងយកមួយបូកហើយយើងធ្វើការលុបវាចេះដើម្បីឲ្យវា select មកដាច់ស្អាតដោយខាងលើនេះអីសក់អីគឺវាយ៉ាងបាត់ខ្លះដែរបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវតែធ្វើការ copy រូបភាពនេះមកអូខេ control J មកឃើញទេយើងបានរូបភាពនេះមួយទៀតហើយចឹងបើសិនអ្នកអស់គ្នាចង់បានមួយទៀតក៏ copy មួយទៀតមកអូខេ control J ដដែលមកអូខេចឹងវាបាន3ហើយប៉ុន្តែអ្វីដែលអ្នកទាំងអស់គ្នាគួរតែកែប្រែសិនគឺជំហានដំបូងខ្ញុំសូមបិទផ្នែកខាងមួយក្រោមសិនហើយអ្នកនរគ្នា mouse ស្ដាំ convert to smart object ចង់ដូរពណ៌ដែរអត់បើសិនអ្នកនរគ្នាចង់ដូរពណ៌អាចធ្វើការផ្លាស់ប្ដូរបានឥឡូវខ្ញុំសូមដាក់ឲ្យវាមាន Annoy ដែលយើងធ្វើការសិក្សានៅមេរៀននោះអញ្ចឹងអ្នកនរគ្នាអាចទៅមើលបាននៅក្នុង channel YouTube របស់ខ្ញុំគឺខ្ញុំមានព្រៀនច្រើនតាក់ទងទៅនឹងមាន texture មាន noise មាន style effect ផ្សេងៗនៅក្នុងនោះអញ្ចឹងអ្នកនរគ្នាអាចធ្វើការចូល filter ហើយយក filter gallery នេះមកចឹងវានឹងផ្លាស់ប្ដូររូបភាពរបស់អ្នកនរគ្នាអញ្ចឹងឧទាហរណ៍ថារូបភាពនេះមួយហើយចង់បានបែបណាអ្នកនរគ្នាសេរីបន្ថែមបន្ថយអញ្ចឹងទៅឧទាហរណ៍ថាប៉ុណ្ណេះ yeah and then អ្នកនរគ្នា time teacher មកអូខេ teacher នេះតិចទៀតមកហើយជាប៉ុណ្នេះទៅហើយយើងធ្វើការ click OK ចឹងនេះរូបភាពខាងលើរបស់យើងហើយបើសិនអ្នកនរគ្នាចង់ដូរពណ៌បន្ថែមទៀតគឺដូរបានអ្នកចុចកន្លែងនេះមកអូខេហើយយើងមកមើលពាក្យថា gradient map នេះអូខេចុចលើវាមួយមកអ្នកនរគ្នាចង់បានពណ៌ណាឧទាហរណ៍ថាអ្នកចង់បានពណ៌ផ្សេងចុចលើវាមួយហើយយកពាក្យ blue ពាក្យ white ពាក្យ red អីគឺវាមាននៅក្នុងហ្នឹងឬក៏យើងបង្កើតខ្លួនឯង upload អីទៀតក៏បានដែរឧទាហរណ៍រូបនេះអញ្ចឹងទៅលេចមែនអូខេរូបនេះចុះបន្តមកបើសិនជាអ្នកនរគ្នាចង់ឲ្យ blend ចូលគ្នាអ្នកនរគ្នាអាចធ្វើការអ្នក scroll រួមមក blend មកចង់បានរូបណាដែលវា blend ចូលអញ្ចឹងណាតែនេះវាចាំង background យើង convert smart object clipping method មកអ្នកឲ្យចូលទៅរូបនេះមកហើយអ្នកនរគ្នា blend ដងទៀតមកយ៉ារកមើលខ្លួនឯងតើរូបណាដែលវាមើលទៅវាស្អាតវាតិចភ្នែកជាងអញ្ចឹងណាអូខេខ្ញុំយក overlay នេះចុះអញ្ចឹងបន្តមកខ្ញុំចង់ឲ្យវា blend ចូលគ្នាអ្នកនរគ្នា double click លើនឹងពីរដងមកអូខេនេះវាមានពាក្យថា blending option នេះអូខេចុចកន្លែងហ្នឹងហើយអ្នកនរគ្នាចុចឲ្យជាប់មកឬក៏ចុច option នៅក្នុង Mac ហើយយើងទាញវាចុះក្រោមចេះអូខេវាប្រែពណ៌ color ចេះអូខេវាmake color យើងជាងអញ្ចឹងណាអូខេហើយយើង click OK មកតែខ្ញុំចង់លុបមុខចេញខ្លះដោយសារតែវាមើលទៅវាក្រហមពេកអញ្ចឹងអ្នកនរគ្នាអាចធ្វើការប្រើនៅ brush ហើយយកមួយនឹងដដែលមកហើយយើងធ្វើការ scale ធំបន្តិចអូខេហើយ flow opacity អីយើងដាក់ត្រឹម10ជាងបានហើយអ្នកនរគ្នាសាក់លុបមកអូខេយ៉ានេះលុបចឹងមកកុំយកវាដិតពេកកែលោវាអត់ស្អាតតែនឹងស៊ីសងលើអ្នកនរគ្នាចង់បានអត់ទេតែបើចង់បានក៏ដាក់ទៅបើអត់ក៏តាមនឹងចឹងណាអូខេប្រហែលជាប៉ុណ្្នឹងចុះអញ្ចឹងរូបភាពនេះខ្ញុំចង់ convert to smart object control shift ជាមួយនឹងខាងក្រោមនេះមកអញ្ចឹងពីរនឹងជាប់គ្នាយើងម៉ៅស្ដាំអូខេហើយ convert to smart object អញ្ចឹងវាចូលគ្នាតែមួយហើយបន្តមករូបភាពនេះអញ្ចឹងរូបភាពនេះគឺខ្ញុំប្រើតាក់ទងទៅនឹង pad សម្រាប់ធ្វើការទាញអញ្ចឹងទៅចាឥឡូវខ្ញុំសូមបើកផ្នែកមួយអូខេនៅខាងក្រោមនេះហើយបន្តមកយើងចូលនៅក្នុង filter ហើយយើងជ្រើសរើសយកពាក្យថា blur gallery នេះហើយយើងយកពាក្យថា pad នេះអូខេនេះវាចេញបែបនេះអញ្ចឹងអ្នកនរគ្នាទាញចុះមកក្រោយនេះមកអូខេទាញមកទាញត្រង់មកចង់បានកោងបែបណាក៏យកបែបហ្នឹងទៅនេះអូខេ
ទាញមកចានឹងស៊ីសងលើអ្នកទាំងអស់គ្នាទេ sniper នេះដូចជាយកអត់សូវប្រើខ្ញុំចង់ឲ្យកោងទៅណាកោងលើក្រោមឆ្វេងស្ដាំអីគឺលើអ្នកនរគ្នាថាឥឡូវខ្ញុំយកប៉ានេះចុះហើយខ្ញុំ click OK អញ្ចឹងឥឡូវរូបភាពនេះគឺវាបានប្រហែលជា40% អីប៉ុន្តែវាមានទៅនៅខាងក្រោយទេត្រូវអត់អញ្ចឹងឥឡូវយើងចង់មកខាងមុខអ្នកនរគ្នា copy រូបភាពខាងក្រោមនេះមកចុច Ctrl J ឬក៏ Command J មកហើយចាប់ទៅខាងលើនេះអូខេនេះមួយទៀតទេអញ្ចឹងបន្ទាប់មករូបភាពនេះគឺវាអត់ស្មើគ្នាអូខេឃើញទេចឹងបន្តមកអ្នកនរគ្នាអាចធ្វើការលុបនៅផ្នែកណាមួយដែលអ្នកនរគ្នាចង់បានឥឡូវខ្ញុំដាក់ម៉ាស់មួយអូខេហើយយើងប្រើប្រាស់នៅប្រាស់នេះទៅដែរមកហើយយើងធ្វើការលុបមើលអូខេ opacity ដាក់យ៉ាងដិតតិចមកស្រួលលុបលឿននេះចេះអូខេអានេះវាបាត់ពេកចឹងស៊ីសងលើអ្នកនរគ្នាទេចេះចានឹងវាស៊ីសងលើអ្នកនរគ្នាចង់បានបែបណាទេឧទាហរណ៍ថាប្រហែលជាប៉ុណ្នេះហើយបើសិនជាអត់គ្រប់គ្រាន់ទេអ្នកទាំងអស់គ្នាអាចធ្វើការនេះកាត់រូបក្រហមនេះបន្ថែមទៀត Ctrl J មកអូខេអញ្ចឹងអ្នកនរគ្នាអាចប្រើប្រាស់នេះរូបភាពដែលយើងបាន copy មុនហ្នឹងហើយយើងចូលនៅក្នុង filter ហើយអ្នកនរគ្នាយកមួយនេះអូខេមួយហ្នឹងមកចឹងរូបភាពវានឹង load មកបែបនេះឲ្យអ្នកនរគ្នាឥឡូវខ្ញុំធ្វើការទាញឧទាហរណ៍អ្នកនរគ្នាចង់ទាញបែបណានេះទាញចេះទាញឲ្យវាផ្លាយរូបភាពហ្នឹងចឹងណាហើយជាប៉ានេះចុះបន្ទាប់មកអ្នកនរគ្នាធ្វើការចុច click OK មកអូខេឥឡូវបានរូបមួយនេះប៉ុន្តែវាមើលអ្នកខាងនេះអសិតតំណអញ្ចឹងយើងទាញរូប original មួយក្រោមនេះយកទៅដាក់នៅលើនឹងខាងលើមួយនឹងវិញអូខេហើយយើងដាក់មកអូខេវាមើលទៅវាយ៉ាងស្អាតជាងអាមុនវាអត់សូវនេះទេបើយើងដកអានេះចេញទៀតគឺចប់ហើយវាមើលទៅអសិតទាក់ទាញទេតែបើយើងអត់ដាក់អានេះក៏វាមើលវាមួយយ៉ាងឬក៏អ្នកនរគ្នាដាក់ពន្លឺបន្ថែមមកអូខេចូលទៅលើរូបភាពនេះមកហើយអ្នកនរគ្នាចូលនៅក្នុងនេះហើយយកពាក្យថាពន្លឺបន្ថែមទៅនេះពន្លឺ gallery ហើយយកផាតនេះអូខេនេះអូខេចាហ្នឹងវាស៊ីសងលើអ្នកនរគ្នាឆ្នៃទេបន្ទាប់មកយើង click OK នេះមកអូខេអញ្ចឹងរូបភាពរបស់យើងវាមើលទៅវាតាក់ទាញជាងឃើញទេអញ្ចឹងអានេះវាជា style មួយសម្រាប់ឲ្យអ្នកនរគ្នាឲ្យចង់លេង black ចង់លេងអីអានឹងស៊ីសងលើអ្នកនរគ្នាបន្ថែមបន្ថយទៀតទេឧទាហរណ៍ថាឥឡូវខ្ញុំមានក្រុមនេះចូលគ្នាទាំងអស់ចឹងទៅអូថាឥឡូវខ្ញុំឈរទៅលើរូបភាពនេះមួយរូបភាពនេះបន្តមក convert to smart object អូខេចាំតិចទៅអូខេអញ្ចឹងប្រហែលរូបមិញគឺវាចូលគ្នាតែមួយហើយនេះអូខេវាចូលគ្នាតែមួយបើសិនអ្នកអរគ្នាចង់ដូរពណ៌ចង់ដូរ color អីក៏យកទៅថាឥឡូវចុចកន្លែងនឹងមួយហើយយកពាក្យថា black and white នេះបើសិនជាចង់លេងពណ៌តែខ្មៅហើយសអញ្ចឹងណាអូខេនេះចឹងអាហ្នឹងស្អាតតាអញ្ចឹងជា style effect មួយសម្រាប់ឲ្យអ្នកនរគ្នាធ្វើការ design បែប pop បែបតន្ត្រីបែប poster តារាឬក៏ K-pop ឬក៏នេះអីគឺ poster បែបអញ្ចឹងឯងអញ្ចឹងអានេះជា tech effect មួយសម្រាប់គ្នាយើងធ្វើការ design ផងដែរសង្ឃឹមថាអ្នកនរគ្នាទទួលបានប្រយោជន៍នៅក្នុងវីដេអូហ្នឹងហើយកុំភ្លេច subscribe like comment ម្នាក់មួយផងចង់បានវីដេអូបែបណាទៀតអាច comment នៅខាងក្រោមនេះបានអរគុណ